អង្គការក្តីស្រឡាញ់មានព្រំដែនគឺជាឈ្មោះរបស់អង្គការអន្តរជាតិមួយនៅអាមេរិកគាត់មកដាក់គម្រោងនៅស្រុកខ្មែរគាត់មានបទពិសោធន៍ធ្វើការនៅស្រុកចិនរយៈពេល10ឆ្នាំជាងហើយមកដល់ស្រុកខ្មែរនេះគឺជិត5ឆ្នាំហើយគម្រោងនេះកម្មវិធីរបស់យើងគឺមាន3ធំដែលយើងផ្ដោតហ្នឹងគឺអប់រំអញ្ចឹងអប់រំជាកម្មវិធីធំយើងមានកម្រិតពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី6បន្ទាប់មកទៀតគឺយើងមានកម្មវិធីថែទាំជំនួសក្នុងសហគមន៍តាមរយៈឪពុកម្ដាយធរគឺក្មេងទាំងនោះគឺគាត់ជាក្មេងដែលត្រូវបានគេបោះបង់ចោលឬក្មេងដែលបញ្ជូនមកពីប្រទេសថៃហ្នឹងហើយគម្រោងទី3គឺយើងមានកម្មវិធីសុខភាពបឋមអញ្ចឹងយើងមានខាងពេទ្យយើងមួយគាត់បណ្ឌិតសុខភាពក្មេងបើសិនជាក្មេងគាត់ត្រូវការព្យាបាលគាត់ត្រូវការបញ្ជូនទៅមន្ទីរពេទ្យអីគឺយើងមានកម្មវិធីសុខភាពបឋមហ្នឹងកម្មវិធីអប់រំរបស់យើងគឺពេញពេលយើងមានការដឹកជញ្ជូនអញ្ចឹងយើងមានកង់3ហើយដឹកជញ្ជូនក្មេងពីកំណរសំរាមមកទីនេះរយៈពេលពេញមួយថ្ងៃអញ្ចឹងក្រោយមកគឺគាត់រៀនហើយដល់ម៉ោងបាយគាត់ហូបបាយបាទហើយសាខាមួយទៀតគឺគាត់មានអាហារពេលព្រឹកហើយក្នុងនោះគឺយើងមានកម្មវិធីកុំព្យូទ័រយើងមានកម្មវិធីតន្ត្រីកម្មវិធីចម្រុះនៅក្នុងនោះដើម្បីឲ្យគាត់ទទួលបានច្រើនក្មេងយើងឧបត្ថម្ភគាត់ទាក់ទងសម្ភារបំពាក់សម្ភារៈសិក្សាហើយយើងនឹងបន្តតាមជួយគាត់រហូតដល់គាត់ចប់វិទ្យាល័យហើយយើងនឹងឧបត្ថម្ភគាត់ជាលក្ខណៈអាហារូបករណ៍ដើម្បីបានទៅរៀននៅមហាវិទ្យាល័យនៅក្នុងកម្មវិធីអាហារូបករណ៍របស់យើងមាន3ចំនួនហើយសរុបទាំង3ចំនួននោះមកគឺមាន52នាក់ដែលគាត់កំពុងតែទទួលបានអាហារូបករណ៍របស់យើងនិយាយទៅអ្វីដែលខ្ញុំទទួលបានក៏ជួយស្រួលជីវភាពគ្រួសារខ្ញុំហើយជួយផ្ដល់ខ្ញុំបានរៀនចប់ទាំងខ្ញុំទាំងប្អូនគាត់ផ្ដល់ទាំងការបង់ថ្លៃសាលាទាំងការបង់ថ្លៃផ្ទះនិងការរស់នឹងការហូបចុកផ្សេងក៏ផ្ដល់ទាំងអស់ខ្ញុំស្គាល់តាមដែលគាត់យកអំណោយទៅជូនអ្នកក្រីក្រអ្នកអត់អញ្ចឹងណាគ្រូគាត់ឲ្យម្នាក់មកគ្រួសារមកក្រុងអញ្ចឹងហើយក៏មានបន្លែមានអីអញ្ចឹងណាគ្រូគាត់ឃើញក្រុមគ្រួសារខ្ញុំអត់គាត់ជួយយកមកការមិនទាន់ស្គាល់គាត់ខ្ញុំដើរធ្វើការប្រហែលគ្រូដើរសុំការងារគេធ្វើទៅមិនបានអញ្ចឹងចំណាខ្ញុំអត់ហូបអត់អីអញ្ចឹងដល់ពេលខ្ញុំតាំងពីខ្ញុំបានជួបគាត់ទៅខ្ញុំហូបគ្រប់គ្រាន់កូនបានចូលសាលាខោអាវស្លៀកពាក់អញ្ចឹងមើលទៅស្អាតសមរម្យគេឯងដែរលោកគ្រូសប្បាយចិត្តច្រើនឃើញកូនចូលរៀនអញ្ចឹងមានខោអាវឲ្យកូនហូបឆ្អែតអញ្ចឹងណាមួយនិយាយថាមកនិយាយអញ្ចឹងជុំគ្នាក្មេងៗអញ្ចឹងមានអារម្មណ៍សប្បាយចិត្តហ្នឹងលោកគ្រូខ្ញុំអាយុ14ឆ្នាំខ្ញុំរៀននៅសាលាអ៊ីសលថ្នាក់បំពន់មុនខ្ញុំអត់បានរៀនដោយសារពុកម៉ែខ្ញុំខ្វះខាតអញ្ចឹងខ្ញុំជួយរកពុកម៉ែខ្ញុំអញ្ចឹងតែពេលគាត់យូរទៅមានចិត្តចង់រៀនមួយគេវិញរៀនពីម៉ោង7ដល់ម៉ោង2ជួយរើជីវៈ10ប៉ុន្តែដូចតាកំប៉ុងដូរ៉ាអត់ខ្ពើមធ្វើអីមិនជីវិតយើងនៅកន្លែងហ្នឹងពីដំបូងនៅតាមនេះអាចនិយាយបានថាលក្ខណៈជាប្រៃកំតាឥឡូវមានសាលារៀនហើយក៏ឪពុកម្ដាយមួយចំនួនគាត់យល់ដឹងថាក្មេងៗត្រូវការរៀនសូត្រហើយគាត់ក៏បានបញ្ជូនក្មេងៗឲ្យមករៀនហើយគាត់ក៏មានពេលទៅធ្វើការហើយកូនរបស់គាត់ក៏អាចមករៀនសូត្រសិស្សសរុបទាំងអស់យើងមាន450នាក់ទាំង2សាលាហើយក្មេងទាំងអស់គឺគាត់មកពីតំបន់គំនរសំរាមហើយក្មេងមកពីគម្រោងថែទាំជំនួសក្នុងសហគមន៍របស់យើងហើយនឹងក្មេងមកពីតាមច្រករបៀងតាមសហគមន៍មួយយើងមានបុគ្គលិក63នាក់មានកង់3មានចុងភៅមានអ្នកថែទាំកុមារហើយនឹងមានគ្រូបង្រៀនសម្រាប់ការធ្វើការទីនេះដូចជាជិត4ឆ្នាំពីដំបូងយើងធ្វើការមួយក្មេងៗហ្មងហើយក៏យើងថាក្មេងៗក៏ត្រូវការអីហើយយើងក៏យល់ពីគាត់ហ
ហើយរបៀបថាហ្នឹងហើយហើយនៅពេលដែលយើងធ្វើការជាមួយគាត់ស្រួលយើងក៏ចេះតែអូខេការងារនេះយើងអាចបន្តបានបន្តទឹកចិត្តជាគ្រូនៅពេលដែលយើងបង្រៀនគាត់ហើយយើងតែងតែចង់ឲ្យឃើញដែលក្មេងដែលជាម្នាក់ដែលដំបូងគាត់អត់ដឹងអីសោះគាត់អត់អាចធ្វើបានសោះប៉ុន្តែនៅពេលដែលគាត់បានមករៀនហើយគាត់ចាប់ផ្ដើមជាក្មេងម្នាក់ដែលគាត់ចាប់ផ្ដើមផ្លាស់ប្ដូរគាត់ឆ្លងការសិក្សាហើយជាក្មេងម្នាក់ដែលចេះគ្រប់ឪពុកម្ដាយអញ្ចឹងចង់ឲ្យនិយាយទៅអ្វីដែលយើងចង់ឃើញគឺការរីកចម្រើនរបស់គាត់រងថ្ងៃខ្ញុំមានចិត្តពុះកញ្ជ្រោលមែនតើចង់ឃើញក្មេងៗទាំងអស់ហ្នឹងគឺគាត់បានចូលទៅរៀនទោះបីជាមិនបានរៀននៅសាកលវិទ្យាល័យក៏ដោយគាត់បានទៅរៀនជំនាញអីមួយដែរហើយឥឡូវបើតាមអ្វីដែលខ្ញុំប្រមាលមើលគឺ60%ដែលយើងបានជោគជ័យអញ្ចឹងនៅពេលដែលក្មេងទាំងអស់នោះគាត់បានទៅដល់សាកលវិទ្យាល័យអញ្ចឹងខ្ញុំរំពឹងថា100%គឺគាត់នឹងផ្លាស់ប្ដូរជីវិតគាត់ខ្លាំងមែនទែន